ชีวิตมนุษย์กำกิดทาชีวิตมนุษย์การเมาอายุวัยชีวิตมนุษย์ใครบังพอดเต็มแต่ระยะไป80 ឆ្នាំទៅ100 ឆ្នាំតែប៉ុណ្ណោះនេះគ្រាន់តែនិយាយនៃអាយុវែងតើយើងគួរធ្វើអីជីវិតយើងគួរធ្វើអីកើតឡើងដើម្បីទំនន់ផែនដីកើតឡើងដើម្បីសេចក្តីសុខខ្លួនឯងកើតឡើងដើម្បីសង្គមកើតឡើងដើម្បីអ្នកណាចឹងលោកគ្រូឆ្លៃប្រាប់ថាកើតឡើងគឺដើម្បីខ្លួនឯងត្រូវតែមានបេសកកម្មមួយដ៏ធំដែលយើងទាំងអស់គ្នាត្រូវតែធ្វើគឺភាពជោគជ័យអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមលើកទឹកចិត្តទោះបីជាធ្វើអីមិនតាន់ជោគជ័យក៏យើងត្រូវតែព្យាយាមបន្តទៀតហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រតែមិនផ្លាស់ប្ដូរគោលដៅយើងទាំងអស់គ្នាគឺត្រូវរកភាពជោគជ័យអញ្ចឹងយើងត្រូវមានការតាំងចិត្តនិងការសម្រេចចិត្តនិងការ start up និងចាប់ផ្ដើមពីឥឡូវនេះទៅកុំរងចាំថ្ងៃស្អែកកុំរងចាំថ្ងៃអស្ចារ្យកុំរងចាំគ្រប់គ្រាន់សម្រាប់ធ្វើមានតែយើងចាប់ផ្ដើមភ្លាមទេទោះបីថ្ងៃនេះយើងធ្វើមិនតាន់បានយើងត្រូវតែព្យាយាមបន្តទៀតយើងលើកទឹកចិត្តខ្លួនឯងដើម្បីព្យាយាមបន្តទៀតគ្មានអ្នកណាធ្វើហើយមិនខុសនោះទេអ្នកដែលមិនខុសគឺអ្នកមិនដែលធ្វើអ្នកទាំងអស់គ្នាត្រូវគិតថាបើយើងមិនចាប់ធ្វើពីឥឡូវទៅយើងសង្ឃឹមថាថ្ងៃស្អែកមានអីកើតឡើងនៅជីវិតយើងគឺចាប់អារម្មណ៍ទី1លោកគ្រូសុំឲ្យស្រឡាញ់ខ្លួនឯងស្រឡាញ់ខ្លួនឯងរួចហើយស្រឡាញ់សុខភាពត្រូវថែទាំសុខភាពឲ្យបានទៅជីវិតយើងជោគជ័យបើសុខភាពយើងអត់មានផងតើយើងទៅរកភាពជោគជ័យកន្លែងណាបាននេះជាបណ្ដាំរបស់លោកគ្រូចឹងលោកគ្រូធ្វើវីដេអូនេះឡើងគ្រាន់តែលើកទឹកចិត្តបងប្អូនដែលមិនទាន់ជោគជ័យយើងចង់ជោគជ័យគឺយើងត្រូវចាប់ផ្ដើមពីថ្ងៃនេះកុំចាំថ្ងៃស្អែក